អ្នកលក់ស្អីលក់ក្រូសង់មួយ1000 ម៉ោង8មិនទាន់អស់ពីទូហាងខ្លះមិនទាន់បើកផងគាត់ធ្វើនំលក់ដាច់មែនតើពុកម៉ែបងប្អូនដោយសារតែគាត់បកកែឆ្នៃម៉ោង8មិនទាន់ទេអ្នកទូគាត់ឡើងអស់ពីទូអូដាច់ណាស់ពុកម៉ែបងប្អូនមានតាំងពី600 1000 1200 1500និយាយទៅគឺធូរថ្លៃខ្លាំងកន្លែងនំរបស់គាត់គឺគាត់បកកែឆ្នៃប្រឌិតសំខាន់គឺអ្នកទាំងអស់គ្នាចង់ទិញលក្ខណៈនំបកកយកទៅទុកដុតលក់បន្តក៏បានដែរព្រោះគាត់បកកែឆ្នៃមែនតើហើយគាត់មានជាសេវាកម្មរបៀបលក់គុតផ្គង់ទៅដល់អ្នក catering អីផ្សេងណានេះជាហាង I am Croissant ដែលគាត់មានប្រវត្តិជាអ្នកជំនាញបទពិសោធន៍តាំងពីឆ្នាំ2007តាមសន្តាគារ resort អីគឺគាត់ជាចុងភៅបទពិសោធន៍ខាងនំហ្នឹងណាអ្នកជំនាញខាងនំមិនមែនចុងភៅទេអ្នកជំនាញនំហ្នឹងតែម្ដងអញ្ចឹងហើយបានគាត់បកកែប៉ិនប្រសពនៅក្នុងការកែច្នៃខ្លាំងនេះគឺជាហាងមួយដែលនៅម្ដុំនឹងផ្សារថ្មីពុកម៉ែបងប្អូនផ្លូវ53កែមទីពេទ្យសង្ត្រាល់ហ្នឹងទៅដល់គឺឃើញហើយព្រឹកឡើងម៉ោង6ឡើងគឺគាត់លក់ភ្ញៀវមកឡើងពេញកន្លែងលក់ដាច់ខ្លាំងដោយសារតែតម្លៃគឺធូរថ្លៃឪពុកម្ដាយកូនតូចអីគឺគេចូលចិត្តមកញ៉ាំព្រោះនំនឹងវាខ្ជូតឲ្យទូចក្មេងៗគាត់ញ៉ាំទៅវាមកល្មមគាត់ញ៉ាំអញ្ចឹងទៅអញ្ចឹងសម្រាប់នំរបស់គាត់គឺមានច្រើនប៉ុន្តែអ្វីដែលលក់ដាច់ខ្លាំងគឺក្រូសង់ពងទាប្រៃក្រូសង់សាច់ផាត់អាល់មុនអីសូកូឡាអីអញ្ចឹងទៅហើយសម្រាប់នំរបស់គាត់គឺមានច្រើនជម្រើសដែលពុកម៉ែបងប្អូនអាចពិចារណាយកទៅដាក់តាម catering អីបានណាព្រោះគាត់បោះដុំអញ្ចឹងចង់បានចំនួនប្រមាណក៏បានដែរព្រោះគាត់គ្រាន់តែផ្គត់ផ្គង់ទៅឲ្យយើងចង់រៀបចំកម្មវិធីអីគឺគាត់បោះនំទៅឲ្យអញ្ចឹងទៅធ្វើដុតឲ្យភ្លាមអត់ចាំបាច់ពិបាកភ័យយើងថាអូយត្រូវកំងចាយពេលយូរអីអត់ទេព្រោះកន្លែងគាត់គឺមានអ្នកជំនាញត្រៀមចាំដុតជូននិយាយទៅឲ្យតែកំងភ្លាមគឺដុតជូនដែរក្នុងចន្លោះម៉ោង6ព្រឹករហូតដល់ម៉ោង8នឹងកំងដុតព្រោះអីនំគាត់គឺគាត់លក់នឹងហាងផ្ទាល់ហ្នឹងគឺគាត់ដុតបន្តរហូតមិនមែនលក់របៀបអស់របៀបដុតពីព្រឹករហូតដល់ល្ងាចអស់ហើយណាមិនមែនទេគឺគាត់អស់មួយវគ្គដុតមួយវគ្គនិយាយទៅពី1ម៉ោងទៅ1ម៉ោងគឺគាត់ដុតថ្មីតរហូតអញ្ចឹងហើយបានគាត់សបោមួយសបោភ្ញៀវដោយសារតែនំរបស់គាត់ក្តៅតម្លៃធូរដោយពុកម៉ែបងប្អូនឃើញចាសូអាក្រូសង់តូចមានសាច់ផាត់នេះគឺខ្ញុំឃើញគាត់ដុតតរហូតដាច់មែនតើអ្នកទាំងអស់គ្នានំរបស់គាត់គឺដាក់ចូលទូមិនតាន់ទេនិយាយទៅព្រឹកឡើងគឺដាច់ខ្លាំងដោយសារតែតម្លៃធូរដូចឃើញស្រាប់ចឹងក៏ដាក់តម្លៃច្បាស់1200ក្រូសង់ពងទាប្រៃនឹងលក់ដាច់ជាងគេបន្ទាប់មកសាច់ផាត់ខ្ជូតហើយឆ្ងាញ់ទៀតដាក់មួយម៉ាត់ទៅអូស្រួលញ៉ាំដាក់តាមកម្មវិធីពុកម៉ែបងប្អូនអាចជឿគាត់យកទៅបានណាហើយនំរបស់គាត់នេះគឺមានប្រវត្តិបើខ្ញុំសួរគាត់ទៅគាត់ថាគាត់ចាប់ផ្ដើមតាំងពីហាងគាត់ឈ្មោះពិភពនំនៅខាងបាត់ដំបងម៉េះអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាពិភពនំនៅបាត់ដំបងហ្នឹងជាទូទៅគាត់បោះដុំនំបកកទៅតាមខេត្តអញ្ចឹងណាអញ្ចឹងអូហាងរបស់គាត់មិនមែនទៅថ្មីថ្មោងទេណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ប្រកបអាជីវកម្មទិញ franchise ជាលក្ខណៈកញ្ចប់អាជីវកម្មអីពីហាងរបស់គាត់មានហាងមួយទៀតឈ្មោះ The នំប៉័ងដែលគាត់មានបោះដុំនំបកកជូនពុកម៉ែបងប្អូនយកទៅលក់បន្តតាមបណ្ដាខេត្តអីផ្សេងមិនពិបាកធ្វើខ្លួនឯងច្រើនចាយលុយលើម៉ាស៊ីនអីច្រើនទេអាចកំងនំបកករបស់គាត់ទៅគាត់ដាក់វិចខ្ចប់យកទៅតាមខេត្តពុកម៉ែបងប្អូនទៅដល់អាចរៀនដុតតាមបច្ចេកទេសរបស់គាត់មានប្រាប់តាមនឹងទៀតហើយក្រៅពីហ្នឹងក៏គាត់មានបោះដុំជាការ៉េមជីឡាតូនិយាយទៅជីឡាតូហើយការ៉េមហ្នឹងគឺវាខុសគ្នាទៀតគ្រាន់តែថាកុំឲ្យវែងឆ្ងាយច្រើនហៅការ៉េមហ្មងទៅអញ្ចឹងសម្រាប់ការ៉េមនិងជីឡាតូនេះគ្រឿងផ្សំនឹងការធ្វើគឺវាខុសគ្នាវាអត់សូវផ្អែមវាខុសពីការ៉េមបន្តិចជីឡាតូហ្នឹងប៉ុន្តែគាត់គឺមានតាំងពីរសជាតិតប៉ែរសជាតិអីណាបើគាត់ទំនងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនកុំភ្លេចណាអាចជាវពីកន្លែងគាត់យកទៅលក់បន្តបានបាយ